ហ៊ូចិត្តអីក៏ថ្នាក់នេះអ្នកបង្កើតម៉ាច់យីហោល្បីឈ្មោះម្នាក់ថាគ្រាន់តែចង់បើកសិប្បកម្មសាប៊ូក្នុងស្រុកមួយត្រូវរត់ការ9ក្រសួងនិង14នាយកដ្ឋានធ្វើឲ្យមហាជនហត់ជំនួសអ្នកបង្កើតម៉ាច់យីហោដល់ល្បីឈ្មោះម្នាក់បានចេញមកនិយាយអំពីនីតិវិធីដ៏ស្មុគស្មាញថាចង់បើកសិប្បកម្មផលិតសាប៊ូមួយត្រូវតែឆ្លងកាត់9ក្រសួងនិង14នាយកដ្ឋានខ្លះសុពលភាពត្រូវបង់ប្រាក់ជារៀងរាល់1ខែខ្លះ3ខែខ្លះកន្លះឆ្នាំខ្លះ1ឆ្នាំខ្លះ3ឆ្នាំខ្លះ5ឆ្នាំនិងខ្លះ10ឆ្នាំខ្លះមួយជីវិតបើអ្នកមិនទាន់ឆ្លងទាំងអស់នេះទេអ្នកមិនទាន់គ្រប់គ្រាន់ទេតែការឆ្លងទាំងអស់នេះហើយនៅតែមិនទាន់សង្ឃឹមថាគ្រប់គ្រាន់នៅឡើយទេជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀតណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវែលតែមកតែឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដោះមកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងណាលោកហែមហេម៉ាដែលគេស្គាល់ថាជាអ្នកបង្កើតប្រេនបុកឧទាហរណ៍យក្សដល់ល្បីឈ្មោះបានបញ្ជាក់ថានេះជាអ្វីដែលខ្ញុំបាននឹងកំពុងឆ្លងកាត់វាសង្ឃឹមថាគ្រប់សិនចោះលោកថាក្រសួងដែលអ្នកត្រូវឆ្លងកាត់មានដូចជា1ក្រសួងមហាផ្ទៃត្រូវឆ្លងកាត់នាយកដ្ឋានអត្តសញ្ញាណកម្មអាជ្ញាធរដែនដីភូមិឃុំបញ្ជាក់សាលាក្រុង2ក្រសួងយុតិធធត្រូវការមេធាវីធ្វើឯកសារជាផ្លូវការ3ក្រសួងដែនដីនគររូបនីយកម្មត្រូវធ្វើច្បាប់សាងសង់រោងសំណង់4ក្រសួងបរិស្ថានត្រូវស្នើសុំច្បាប់ប៉ះពាល់និងអនាម័យ5ក្រសួងសុខាភិបាលត្រូវសុំច្បាប់ផលិតនិងចុះបញ្ជីផលិតផល6ក្រសួងសេដ្ឋកិច្ចពន្ធដារចុះបញ្ជីបង់ពន្ធគណនេយ្យស្តង់ដារគយនាំចូលវត្ថុធាតុដើមនិងឧបករណ៍ជាដើម7ក្រសួងពាណិជ្ជកម្មត្រូវចុះបញ្ជីក្រុមហ៊ុន8ក្រសួងការងារត្រូវចុះបញ្ជីបុគ្គលិកបង់សោធននិវត្តន៍9ក្រសួងសិប្បកម្មឧស្សាហកម្មនិងនវានុវត្តន៍ត្រូវចុះបញ្ជីច្បាប់ផលិតនិងសិប្បកម្មចបផផលិតផលគ្រប់មុខ10វិទ្យាស្ថានស្តង់ដារពិនិត្យគុណភាពផលិតផល11សភាពាណិជ្ជកម្មកម្ពុជាស្នើសុំបាកូដលោកបានបន្តថាមានច្រើនលើសពីនេះខ្លះទៀតដូចជាសម្រាមអគិសនីទឹកស្អាតប្រព័ន្ធលូទឹកស្អុយអគិភ័យមិនច្បាស់លាស់ស្រុកខេត្តរាជធានីក្រសួងខណ្ឌសន្តិសុខនិងសណ្ដាប់ធ្នាប់មិនច្បាស់លាស់អ្វីដែលបរិះរូបនេះហួសចិនគឺការផ្លេចអ្វីមួយគឺជាបញ្ហាហើយទៅណែនាំឬសម្រួលឯកសារឡើងវិញតែក៏អរគុណអ្នកគិតគូរអំពីសុខុមាលភាពប្រជាជននិងវាជាកាតព្វកិច្ចរបស់សិប្បកម្មពេលខ្លះមានអារម្មណ៍ថាចុចណាស់ចោះកុំធ្វើតាមអារម្មណ៍ចូលធ្វើតាមបទដ្ឋាននិងច្បាប់មិនមានទម្លាប់ទើបជាការប្រសើរបំផុតសម្រាប់ថ្ងៃនេះនិងអនាគតរួមគ្នាដើម្បីប្រទេសជាតិយើងមានតែការផលិតទេទើបធ្វើឲ្យប្រទេសជាតិរឹងមាំមហាជនបាននិយាយថាមែនទេទៅមិនគួរណាតាំងរឹងពេកសម្រាប់សិប្បកម្មនៅក្នុងស្រុកទេពីព្រោះវាអាចធ្វើឲ្យម្ចាស់អាជីវកម្មមានអារម្មណ៍រារែកឬដកថយបើផលិតផលឆ្លងកាត់ការពិសោធន៍ទាំងមុននិងក្រោយនឹងការឆ្លប់យកផលិតផលសំណាក់ក្រោយចេញលក់មិនមានបញ្ហាអ្វីទេគួរតែកាត់បន្ថយការផ្ដល់ផលវិបាកទៅដល់ម្ចាស់អាជីវកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិបើសិនជាម្ចាស់អាជីវកម្មបរាជ័យតើស្ថាប័នរដ្ឋចេញមុខជួយជ្រោមជ្រែងដែរឬទេខណៈដែលម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវទាំង8ទិសស្ថាប័នពាក់ព័ន្ធក៏គួរជួយសម្រួលកុំឲ្យមានភាពស្មុគស្មាញដល់ម្ចាស់អាជីវកម្មក្នុងនាមជាឪពុកម្ដាយព្រោះបើកូនគ្រប់គ្នាចាប់ផ្ដើមហត់នឿយនៅផ្លូវចិត្តនោះក្នុងគ្រួសារទាំងមូលច្បាស់ជាមានវិបត្តិសេដ្ឋកិច្ចមិនខានព្រោះម្នាក់មិនចង់ចេញរកស៊ីសូមបញ្ជាក់ថានីតិវិធីដ៏ស្មុគស្មាញនេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេខណៈកន្លងទៅរឿងទាំងនេះតែងតែរងការរិះគន់និងងឿងឆ្ងល់ពីពលរដ្ឋនិងអ្នកចង់បើកសិប្បកម្មជាផលិតផលក្នុងស្រុក